chú trong nàyក្រុមទី56សូមគោរពប្រធានក្រុមអូយប្រធានក្រុមឡើងប្រធានក្រុមគឺគេថាមីកងចឹងមីកងមិនត្រូវខ្ញុំគោរពមីកងអីចឹងទៅដោយឃើញអត្តសញ្ញាណរបស់ហាន់រីត្រូវបានផ្ទៀងផ្ទាត់បរិសម្នាក់ទៀតដែលជាបរិសស្គមស្គាំងបានមើលទៅហាក់ដូចជាមានវ័យជាង30ឆ្នាំក៏ស្ទុះក្រោកឈរឡើងភ្លាមផងដែរតុងគូហ្វាំងសូមគោរពមេក្រុមប្រធានក្រុមហានេះក្រវីដៃដើម្បីបាត់ផ្លូវមុននឹងសួរថាអ្នកទាំងពីរនៅទីនេះណៃមែនទេក្រៅអំពីមេតាវម៉ានិងទេពអប្សរស៊ូដែលមិននៅទីនេះមេតាវផ្សេងទៀតរបស់យើងទាំងអស់កំពុងតែធ្វើសមាធិនៅក្នុងបន្ទប់ដាំដុះសម្ងាត់យើងទាំងពីរអ្នកនៅទីនេះកំពុងតែល្បាតតែអ្នកចង់ឲ្យខ្ញុំជូនដំណឹងដល់អ្នកទាំងអស់គ្នាអំពីការមកដល់របស់អ្នកដែរទេចង់ជូចង់បានសួរអូយម៉ែមានអ្នកដាំដុះក្រុមគប់ច្រើនដែរតែចង់អានេះមិនខុសពីណែអីវាំងលិនចូលទៅដែនដីវិញ្ញាណបិសាចនេះចឹងហើយនឹងធ្វើជាមេតបឋានសួគ៌មេតបទេពនៅឯអាណាចក្រអីនៅក្នុងឯប្រព័ន្ធបកាយឋានសួគ៌ទាំងអស់មិនចាំបាច់រំខានពួកគេទេខ្ញុំទៅតែមកដល់ទីក្រុងឋានសួគ៌ដ៏ជ្រាលជ្រៅហើយខ្ញុំមិនស្គាល់ទីកន្លែងនេះឡើយដូច្នេះអ្នកអាចណែនាំខ្ញុំអំពីក្រុមរបស់យើងហាន់លីឆ្លើយតបដោយស្នាមញញឹមជូចង់បដិញ្ញាភ្លាមថាខ្ញុំនឹងប្រាប់អ្នកនៅអ្វីដែលខ្ញុំបានដឹងក្នុងកំឡុងពេលបន្ទាប់គាត់បានណែនាំសមាជិកក្រុមពួកគេទាំងអស់ទៅកាន់ហាន់លីបន្ទាប់មកក៏បានបញ្យល់លម្អិតអំពីបេសកកម្មល្បាតដែលបានប្រគល់ឲ្យក្រុមរបស់ពួកគេខណៈដែលហាន់លីកំពុងស្ដាប់ការណែនាំរបស់គាត់ស្រាប់តែមានពន្លឺពណ៌មាសភ្លឺឡើងមុនពេលដែលប្រញាប់ប្រញាល់ចូលទៅក្នុងសាលដោយប្រញាប់ប្រញាល់ទៅរកពួកគេទាំង3នាក់ជូចុងនិងតុងគូហ្វឹងសម្លឹងមើលគ្នាទៅវិញទៅមកនៅទៅវិញទៅមកពេលដែលឃើញពន្លឺពណ៌មាសប៉ុន្តែពួកគេទាំងពីរនាក់មិនបានធ្វើអ្វីឡើយផ្ទុយទៅវិញហាន់លីបានធ្វើចលនាចាប់យកភ្លាមហើយពន្លឺពណ៌មាសបានធ្លាក់មកក្នុងដៃរបស់គាត់ភ្លាមដូចជាដាវពណ៌មាសតូចមួយដែលភ្ជាប់ជាមួយនឹងថ្មពណ៌ក្រហមមុនពេលដែលហាន់លីមានឱកាសដកនៅថ្មចេញស្រាប់តែមាននរណាម្នាក់បានរុញទ្វារសាលពីខាងក្រៅនៅពេលជាមួយគ្នានោះសំឡេងដ៏ចម្រាញ់របស់បារម្ភម្នាក់បានលឺឡើងដល់ចម្រាញ់មិនទៅដល់ស្រាវស្រាប់ហេនោះគឺជាដាវនាំសារពីថ្នាក់លើរបស់យើងមែនទេមើលទៅខ្ញុំមិនទាន់យឺតពេលនោះទេអ្នកមេតាវដ៏សង្ហាម្នាក់ដើរចូលមានមេតាវម្នាក់ដើរចូលទៅក្នុងសាលមុននឹងស្រងាត់ចិត្តពេលដែលឃើញហាន់លីអញហើយណាគេបើជូចង់ប្រញាប់ណែនាំថាបងប្រុសម៉ានេះគឺជារៀមច្បងហានគាត់ត្រូវបានចាត់តាំងឲ្យធ្វើជាមេក្រុមរបស់ពួកយើងអត់មានហៅមេក្រុមទេណាអត់មានប្រធានក្រុមអីទៀតទេណាហើយរៀមច្បងហានយុវជននោះក៏រំយុវជននោះបានក៏រំហើយហានព្រឹត្តិការណ៍រៀមច្បងហានព័ត៌មានជំនួយនៃការភ្ញាក់ផ្អើលមួយបានដេកឡើងនៅលើមុខរបស់ពោជាចាតាវនៅពេលដែលគាត់ប្រញាប់ប្រញាល់ទៅរកហាន់លីមុនពេលដែលធ្វើការគោរពទៅកាន់គាត់អីហើយអញ្ចឹងទេស្មានតែស្អីវៃមិនចាំបាច់មានអីការអីតរុនតរាវៃទេមេតាម៉ានហើយម៉ាតែថាមិនបាច់គួរសមទេមេតាម៉ាមើលទៅអ្នកបានឈានដល់ចំណុចកំពូលនៃកម្រិតចុងក្រោយនោះមានន័យថាអ្នកគឺនៅឆ្ងាយពីកម្រិតទី5តែមួយជំហានប៉ុណ្ណោះអូអញ្ចឹងទេវាពិតជាស័ក្តិសមសម្រាប់ការប្រារព្ធពិធីនេះខ្លាំងណាស់ហាន់លីបានវាតម្លៃនៅពោជាចាដោយប្រុងប្រយ័ត្នមុនពេលដែលស្នាមញញឹមដ៏ក្រាស់មួយបានលេចឡើងនៅលើមុខរបស់គាត់អូអញ្ចឹងចំណុចកំពូលហើយភ័យច្រើននេះភ័យជាអ្នកនៅទាំងឯងមើលទៅមិនមែនជាអ្នកមកពីអាណាចក្រទៀបទេមើលទៅបើសិនជាអ្នកមកពីអាណាចក្រទៀបអីភ័យជាតទៀតអ្នកមានភ្នែកមុតពិតមែនបងប្រហានអូមេក្រុមហានជាអកុសលខ្ញុំបានជាប់គាំងនៅក្នុងមូលដ្ឋានដាំដុះនេះជាច្រើនរយឆ្នាំមកហើយខ្ញុំមិនប្រកាសថាតើខ្ញុំនឹងអាចឈានដល់ចំណុចចុងក្រោយនោះបានដែរឬទេមុនពេលជីវិតរបស់ខ្ញុំត្រូវរលត់ពោជាចាបានឆ្លើយតបដោយស្នាមញញឹមហាន់លីញញឹមតិចជាការឆ្លើយតបហើយមិននិយាយអ្វីទាំងអស់គាត់បានទាញនៅត្បូងពណ៌ក្រហមចេញពីដាវពណ៌មាសមុននឹងពិនិត្យមើលខ្លឹមសាររបស់វាដោយអារម្មណ៍ខាងវិញ្ញាណរបស់គាត់អ្នកដាំដុះទាំង3នាក់ទៀតបានរងចាំដោយអត់ធ្មត់
មួយសន្ទុះក្រោយមកហាន់លីបានដកអារម្មណ៍ខាងវិញ្ញាណរបស់គាត់ចេញពីដងត្បូងថ្មហើយនិយាយដោយនិយាយឈ្មោះកន្លែងមួយវាលភក់ថ្ងៃរះអណ្ដែតអូឈ្មោះនោះវាលភក់ឯថ្ងៃរះអណ្ដែតថ្ងៃរះអណ្ដែតឬថ្ងៃលិចណោស្អីគេម្ដេចបានជាកន្លែងនោះចង់ជូចង់បានលន់មាត់ពេលដែលលឺដូច្នេះទូកងហ្វាំងនិងពូជាចាតាវក៏ភ្ញាក់ផ្អើលផងដែរចំពោះការវិវត្តមួយនេះហេតុអ្វីមានរឿងអ្វីពីកន្លែងនឹងមែនទេហាន់លីសួរដោយញឹកលើកចិញ្ចាមជូចង់បានបញ្យល់ដោយសំឡេងក្រៀមក្រំថានោះគឺជាការប៉ិននោះគឺជាការនិយាយមិនប៉ិនកន្លែងនោះតែងតែទៅលេងដោយពួកសัตว์នៃជាតិសាសន៍ដតេជាញឹកញាប់ហើយពួកអ្នកដាំដុះរបស់យើងជាច្រើនបានស្លាប់នៅទីនោះជារៀងរាល់ឆ្នាំវាជាកន្លែងគ្រោះថ្នាក់ខ្លាំងណាស់អូនញ៉ៃអញ្ចឹងទេអូនយ៉ាងម៉េចទេចង់អីទេចាំអូនជួយសេរីឲ្យហើយយើងនឹងក្រុមតែមួយគាត់ដែលល្បាតកន្លែងនោះមែនទេហាន់លីសួរដោយទឹកមុខភ្ញាក់ផ្អើលមិត្តតាវហើយពួកជាចាម៉ាពួកជាចាពួកជាចាតាវម៉ាបានបញ្យល់ថាវាទំនងជាមិនដូច្នោះទេវាលភក់ថ្ងៃរះអណ្ដែតអូឈ្មោះនោះដាក់មិនឲ្យសមទេនេះភួវាលភក់ឯថ្ងៃរះអណ្ដែតវាលភក់ថ្ងៃអណ្ដែតវាលភក់ថ្ងៃអណ្ដែតអញ្ចឹងទៅណូនឹងជាតំណងតិចណូវាលភក់ថ្ងៃអណ្ដែតអូថ្ងៃអណ្ដែតអញ្ចឹងណាគឺជាកន្លែងដ៏ធំសម្បើមណាស់ទោះបីជាយើងហោះហើរមិនឈប់មិនឈរវានៅតែត្រូវការពេលកន្លះខែដើម្បីហោះហើរទៅដល់វានិយាយជាទូទៅនឹងមានក្រុម4ឬ5នាក់ដែលល្បាតកន្លែងនោះក្នុងពេលតែមួយប្រសិនបើយើងមិនមែនជាក្រុមតែមួយនៅទីនោះទេនោះយើងគ្មានអ្វីដែលត្រូវតូចត្អែនោះទេយើងគ្រាន់តែត្រូវការថែទាំបន្ថែមហាន់លីបាននិយាយដោយសំឡេងមិនសមរម្យព្រឹត្តិការណ៍ហានរៀមច្បងហានអ្នកនឹងមិនដឹងពីរឿងនេះនោះទេប៉ុន្តែកាលពី2ឆ្នាំមុនមេទាំសុនគង់នៃក្រុមទី12ត្រូវបានវាយប្រហារដោយហើយសាន់នៃក្រុមស្រមោលនៅក្នុងវាលភក់ថ្ងៃអណ្ដែតហើយគាត់បានស្លាប់នៅកន្លែងកាត់ហេតុរួមជាមួយនឹងដៃគូរបស់គាត់2នាក់ព្រៃមេតបស៊ូគង់គឺជាអ្នកដាំដុះកម្រិនទី5ដំណាក់កាលកណ្ដាលរួចទៅហើយតុងគូហ្វាំងបានបញ្យល់ដោយទឹកមុខភ័យខ្លាចអញ្ចឹងមែនឬទីបំផុតការបញ្ចេញមតិរបស់ហាន់លីប្រែប្រួលបន្តិចនៅពេលដែលឮរឿងនេះនៅពេលនេះសំឡេងកន្លងបានបន្លឺចេញពីអូយម្ចាស់ថ្លៃអើយនៅពេលនេះសំឡេងសម្រាប់ជើងបានបន្លឺចេញពីផ្លូវចូលទាំងសងខាងនៃសាលប្រជុំខណៈដែលមនុស្ស2-3នាក់ទៀតបានលេចចេញមកក្នុងនោះមានបរិស5នាក់និងស្ត្រី2នាក់ជាបរិសចំណាស់ដែល2នាក់ទៀតជាស្ត្រីប្រពន្ធវ័យកណ្ដាល2នាក់ទៀតដែលជាបរិសវ័យក្មេងដែលមើលទៅមានវ័យជំទង់និងជាបរិសរាងសង្ហាអូយក៏មិនមែនណោះទាំងនេះច្បាស់ណាស់ជាសមាជិកក្រុមដែលបានធ្វើសមាធិក្នុងបន្ទប់ស្ងប់ស្ងាត់ហើយពួកគេបានផុសឡើងយ៉ាងច្បាស់ដោយសារតែពួកគេត្រូវបានជួនដំណឹងខ្លះៗអំពីការមកដល់របស់ដាវនាំសាសអូអានឹងគេដាវនាំសាសពួកគេទាំងអស់ពេលជាភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញហាន់លីមុនពេលដែលអូនក្បាលក៏រំទៅកាន់គាត់បន្ទាប់ពីការណែនាំរបស់ជូចុងចៅចុងចៅចុងទៅហាន់លីឆ្លើយតបដោយសភាពរៀបសារបន្ទាប់ពីយល់ដឹងអារម្មណ៍ខាងវិញ្ញាណរបស់គាត់តាមរយៈសមាជិកក្រុមទាំងនោះគាត់បានក៏លេចមើលបន្ថែមទៀតទៅលើក្មេងជំទង់ដែលបានណែនាំខ្លួនគាត់ថាមានត្រកូលយិងនេះគឺជាចំណុចកំពូលនៃដំណាក់កាលចុងក្រោយនៃកម្រិតទី4ដូចជាពោជាចាតាវម៉ានិងចៅចុងផងដែរម្ដងពោជាចាម្ដងប្រសងវិណាវិន័យមកណាគួរឲ្យភ្ញាក់ផ្អើលអ្នកទាំងពីរមានមូលដ្ឋានដាំដរទៀមនៃបំផុតគឺជាបរិសចំណាមួយគូអូអ្នកមានដាំដុះទៀបជាងគេគឺមាន2នាក់ក្រោយពីដឹងថាគេត្រូវដាក់ពង្រាយទៅល្បាតនៅវាលភក់អណ្ដែតទឹកម្ដងរឿងអីណានៃទីនេះណាពួកគេទាំងអស់ក៏មានការព្រួយបារម្ភជាខ្លាំងហើយវាលភក់បណ្ដៃថ្ងៃអណ្ដែត
វាពួកថ្ងៃអណ្ដែតហើយអណ្ដែតទឹកផងមិនអីទេយើងមិនអាចផ្លាស់ប្ដូរបញ្ជានេះពីថ្នាក់លើបាននោះទេដូច្នេះយើងនឹងមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងរយៈពេលប្រហែលឆ្នាំខាងមុខតោះចេញដំណើរថ្ងៃស្អែកត្រូវប្រកាសថាអ្នកទាំងអស់គ្នាបានត្រៀមខ្លួនសម្រាប់ការធ្វើដំណើររបស់យើងនៅពេលនោះហាននេះបានចេញបញ្ជាមួយចំនួនមុនពេលដែលធ្វើដំណើរទៅកាន់ផ្លូវឆ្លងកាត់មួយបន្ទាប់មកគាត់បានរកឃើញបន្ទំដាំដុះស្ងាត់មួយសម្រាប់ខ្លួនគាត់ហើយបានតាំងទីលំនៅនៅទីនោះប្រតិកម្មមិនប្រុងប្រយ័ត្នរបស់ហានលីបានធ្វើឲ្យអ្នកដាំដុះទាំងអស់មានវត្តមានកាន់តែមានការព្រួយបារម្ភគ្រប់គ្នាបែរទៅរងចូលចង់នៅទីបញ្ចប់មិនចង់មិនមើលមេយើងមិនចឹងដូចជាមិនខ្វល់សាច់ចិត្តដូចជាមិនមានភ័យអីមិនតិចចឹងហាកន្លែងនោះគ្រោះថ្នាក់ណាស់ណាចូលចង់ចាប់ដើមទៅមុខភើណាយុវជនដែលលេចមុខក្នុងវ័យចំទង់បានសួរថាបងប្រុសចៅតើអ្នកបានជូនដំណឹងដល់ហើយមេតបហានអំពីគ្រោះថ្នាក់នៃវាលភក់នៃថ្ងៃអណ្ដែតដែរអត់អូដាក់ទៅវាលភក់អណ្ដែតទៅក៏បានហើយណោះហើយពេលណាខ្ញុំបានប្រាប់គាត់ហើយប៉ុន្តែមើលទៅគាត់ពិតជាមិនយកចិត្តទុកដាក់ចំពោះខ្ញុំទេចូលចង់ដកដង្ហើមធំហើយយើងគ្មានជំរឿក្នុងរឿងនេះទេបទបញ្ជាត្រូវបានចេញដោយពួកព្រឹទ្ធាចារ្យតើយើងនឹងអាចធ្វើអ្វីបានទប់ទល់នឹងបញ្ជាទាំងនោះស្ត្រីនៅក្នុងចំណោមពួកគេបាននិយាយដោយសម្លេងលាលែងពីការអស់កម្លាំងពួកជាចាតាម៉ាបាននិយាយថាច្បាស់ណាស់យើងមិនអាចទប់ទល់នឹងបទបញ្ជានេះបានទេប៉ុន្តែយ៉ាងហោចណាស់យើងត្រូវតែដាស់តឿននៅរៀមច្បងហានពីគ្រោះថ្នាក់នៃវាលភក់ដូច្នេះគាត់អាចនឹងការពារស្ថានភាពមុនដោយប្រុងប្រយ័ត្នប្រសិនបើយើងពិតជាជួបប្រទះនឹងសันដ៏មានឥទ្ធិពលទាំងនោះមកពីបរទេសយ៉ាងហោចណាស់យើងត្រូវតែត្រៀមខ្លួនជួចង់នៅស្ងៀមមួយសន្ទុះមុននឹងនិយាយថាមិនចំបាញ់ខ្វាយខ្វល់ពេកទេអ្នកទាំងអស់គ្នាវាលភក់ថ្ងៃរះអណ្ដែតថ្ងៃអណ្ដែតពេញណាពីណីពិតជាកន្លែងគ្រោះថ្នាក់ណាស់ប៉ុន្តែសត្វដែលមានធម្មពលខ្លាំងមកពីបរទេសគឺនៅតែកម្រនៅទីនោះលើពីនេះទៅទៀតដោយសារតែវាលភក់គ្រោះថ្នាក់ប៉ុណ្ណាយើងនឹងទទួលបានរង្វាន់ដ៏អស្ចារ្យសម្រាប់ការខិតខំប្រឹងប្រែងរបស់យើងហើយយើងនឹងអាចសម្រាកឲ្យបានយូរតាមដែលយើងអាចសម្រាកបានប៉ុន្មានឆ្នាំក្រោយនេះពួកយើងនឹងត្រូវបានគេចាត់ឲ្យទៅតំបន់ដែលមិនសូវគ្រោះថ្នាក់នៅពេលនោះអ្នកទាំងអស់គ្នាបានឮនៅអ្វីដែលរៀមច្បងហានបាននិយាយបន្ថែមទេថាត្រឡប់ទៅវិញហើយរៀបចំសម្រាប់ការធ្វើដំណើររបស់យើងនៅថ្ងៃស្អែកស្ដាប់បានអត់គ្មាននរណាម្នាក់មានអត្តន័យក្នុងការរួមចំណែកក្នុងការពិភាក្សានោះទេដូច្នេះពួកគេអាចចាក់ចែងមានតែក្នុងបរិយាកាសអាប់អួរប៉ុណ្ណោះមិនតាមនឹងនិយាយអីទេតោះទៅចាប់ដើមរៀបចំវ៉ាន់ទៅនៅពេលនេះហាលីកំពុងអង្គុយពេលភ្នែននៅក្នុងបន្ទប់សម្ងាត់ហើយមានពន្លឺពណ៌មេភ្លឺចាំងពេញរាងកាយរបស់គាត់ហាក់ដូចជាកំពុងតែសមាធិយ៉ាងជ្រៅប៉ុន្តែមានពន្លឺពណ៌មេភ្លឺចាំងពីក្រោយក្បាលរបស់គាត់បង្កើតបានជាទិដ្ឋភាពដ៏ចម្លែកមួយសម្រាប់ការមើលឃើញថ្ងៃមួយបានកន្លងផុតទៅក្នុងមួយប្រព្រឹត្តភ្នែកនៅពេលដែលហានលីបើកភ្នែកម្ដងទៀតហើយងើបចេញពីបន្ទប់ដាំដុះរបស់គាត់ចៅចង់និងអ្នកផ្សេងទៀតកំពុងរងចាំគាត់នៅទីនោះរួចហើយពួកគេទាំងអស់គ្នាបានក្រោកឈរភ្លាមហើយលើកពាក្យគោរពចំពោះមុខហានលីសូមគោរពមេក្រុមសូមគោរពមេក្រុមឬក៏មេតបចឹងក៏បានដែរនិយាយទៅថាមេក្រុមចុះកុំឲ្យធំពេកដូចណែបាំងលឿននេះមេតបចឹងនិយាយទៅហើយសម្រាប់ហានលីដូចជាមិនសូវជាខ្វល់ខ្វាយមិនមកទេគាត់ទៅនឹងគាត់ដូចខ្វល់ហ្មងណាអានេះដូចជាកន្លែងមួយអញ្ចឹងគេដាក់បេសកកម្មឲ្យយើងចោះទៅធ្វើឬក៏ឲ្យយើងចោះទៅស្វែងរកអ្វីមួយអញ្ចឹងទៅណាអស់នេះអានេះគឺជាបេសកកម្មសម្រាប់ឲ្យក្រុមហានលីនឹងទៅលបានទៅអីអញ្ចឹងតែកន្លែងដូចជួបសត្វអាក្រក់អរិយអីណាក្រៅភពអញ្ចឹងណាអានេះដូចដែនដីភ្លើងមានទីបញ្ចប់អញ្ចឹងណាហើយនឹងដែនដីរបស់លិនតុងដែលនៅសម្រាប់ការពារភព1000អញ្ចឹងណាហើយនេះដូចគ្នាដែរវាជាដែនដីមួយដែលនៅជ្រុងមួយដើម្បីការពារអំពីសត្វបរទេសអញ្ចឹងណាអ្នកជនបរទេសអញ្ចឹង
ហានលីក្រវីដៃមួយមុននឹងងាកមើលមុខអ្នកដាំដុះដ៏ស្រស់ស្អាតម្នាក់ឲ្យញយណាគេចេះស្ត្រីនោះទំនងជាមានអាយុខ្ទង់20ឆ្នាំហើយស្បែកដ៏ស្រស់ស្អាតរបស់នាងគឺសឹងតែថ្លាភ្នែករបស់នាងភ្លឺដូចជាផ្កាយមួយគូដែលហើយហានលីត្រូវបានគេចាំអារម្មណ៍យ៉ាងខ្លាំងនៅពេលដែលគាត់សម្លឹងមកនាងហាក់ដូចជាបានឃើញនាងនៅកន្លែងណាមួយពីមុនមកអីណាគេណាគេវិញណាគេកុំចេះតែប្រើ style ចឹងណាទៅឯងបាហែលអីណា style ញ៉ែទេអីតម្រុយនៃខាភេបាលបានលេចតែងតាមកែភ្នែករបស់ហានលីនៅពេលដែលធ្វើការសង្កេតមួយនេះព្រះសង្ឃតាវម៉ាណែនាំដោយស្នាមញញឹមថាហើយមេក្រុមហាននេះគឺជាទេពអប្សរស៊ូនាងគឺជាកូនចៅផ្ទាល់របស់អ្នកដាំដុះអូយណយអ្នកដាំដុះណាទៅមិនប្រាប់បេះដូងរបស់ហានលីញួននៅពេលដែលឮរឿងនេះប៉ុន្តែគាត់គ្រាន់តែងក់ក្បាលដោយទឹកមុខស្ងប់ស្ងាត់ស្ត្រីជាអ្នកដាំដុះហាក់បីដូចជាមានចរិតត្រជាក់និងប្លែកភ្នែកផងដែរហើយនាងបានត្រឹមតែនិយាយពាក្យស្វាគមន៍ទៅកាន់ហានលីមុនពេលដែលស្ងប់ស្ងាត់សូមគោរពមេក្រុមហានបាទអ្នកទាំងអស់គ្នានៅទីនេះហើយយើងនឹងចាញ់ដំណើរឥឡូវនេះតោះទៅហានលីមិនបានបង្អង់យូរទៀតទេខណៈដែលគាត់បានដឹកនាំមនុស្សគ្រប់គ្នាចេញពីសាលឆ្ពោះទៅកាន់សាលថ្មនៃការមកបំលាស់ទី teleport នៅក្បែរនោះសាលនេះត្រូវបានយាមដោយអ្នកដាំដុះមួយក្រុមទៀតហើយមានហឹបពើមាសមួយស្ថិតនៅក្នុងសាលប៉ុន្តែមិនចាំបាច់ប្រើវត្ថុកំណប់នោះទេព្រោះការ teleport នៅចម្ងាយខ្លីប៉ុណ្ណោះបន្ទាប់ពីប្រកល់នៅស្លាកសញ្ញាអត្តសញ្ញាណរបស់គាត់សម្រាប់ត្រួតពិនិត្យរួចក្រុមរបស់ពួកគេបានបែងចែងហើយជា3ក្រុមឬក៏4ក្រុមដើម្បីបញ្ចូលទៅកាន់ការបង្កើត teleport ក្នុងការហើយធ្វើដំណើរដាច់ដលែកអញ្ចឹងយើងដឹងហើយថាអាកន្លែង teleport ហ្នឹងសំបីតែនៅអាណាចក្រវិញ្ញាណហើយនៅតែចេញបានតែ2 3នាក់ទេហើយថាមិនអាចណែម្លាស់ទីបានច្រើនទេបានតែ3នាក់ហ្នឹងអត់ដូចនៅក្នុងទ្វីបអមតអាសារ៉ាទ្វីបអមតអាសារ៉ាគឺម្លាស់ទីបានច្រើនអញ្ចឹងហើយយើងមើលកន្លែងកន្លែងហើយនៃកាយខ្ចាស់ដំរីអារៈនោះដេញតាមឲ្យហាន់លីម្ដងគឺចេញមួយមកនេះហ្នឹងសិតតែខ្ទង់20 30នាក់100នាក់នោះសំពេលដែលមានពលិពណ៌សចំនួន3ជាបន្តសមាជិកក្រុមទាំង11នាក់ត្រូវបានបញ្ជូនចេញពីទីក្រុងឋានសួគ៌ដ៏ជ្រាលជ្រៅហើយបានបង្ហាញខ្លួននៅកន្លែងដែលមិនធ្លាប់ស្គាល់បន្ទាប់ពីបានរលាស់ចេញពីការវិលមុងពីការ teleport ហាន់លីបានពិនិត្យមើលជុំវិញខ្លួនគាត់ហើយចិញ្ចើមរបស់គាត់ក៏ជ្រួញបន្តិចពួកគេស្ថិតនៅក្នុងបន្ទប់ថ្មតូចមួយដែលមានការបង្កើន teleport មួយហើយផ្លូវក្រោមដីមានអក្សរនិមិត្តសញ្ញាគ្រប់ប្រភេទដែលឆ្លាក់ចូលទៅក្នុងជញ្ជាំងដែលទាំងអស់នេះកំពុងតែឆេះហើយហាក់ដូចជាត្រូវបានរុំព័ន្ធនៅក្រោមការបង្កើនពោជាចាតាវម៉ានិងអ្នកដាំដុះផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់កន្លែងនេះជាមុនកំពុងរងចាំពួកគេនៅខាងក្រៅការបង្កើនហានលីបានចេញពីការបង្កើនដោយមិនប្រញាប់ប្រញាល់មុននឹងជើងឈានជើងទៅកាន់ទ្វារថ្មបន្ទប់ថ្មបន្ទាប់មកគាត់បានចេញនៅទាញនៅខ្សែត្បូងខ្សែដៃត្បូងរបស់គាត់ចេញហើយក្រវីវាទៅកាន់មាត់ទ្វារពន្លឺពណ៌ខៀវបានបែងចែងភ្លាមហើយភ្លើងនៅលើទ្វារបានរលត់ចេញមុនពេលដែលវាត្រូវបានបើកយឺតដោយបង្ហាញផ្លូវឆ្លងកាត់ដែលមានទទឹងប្រហែលជា10 ហ្វីតហានលីបាញ់ចេញភ្លាមចូលទៅក្នុងផ្លូវឆ្លងកាត់ជាពន្លឺពណ៌ខៀវកូនចៅក្រមអាវ៉ាតមន្ត្រីក្រមអាវ៉ាតអែនវិញដាក់អញ្ចឹងមកទៅកូនចៅក្រមអាវ៉ាត10នាក់របស់គាត់ក៏ប្រញាប់ប្រញាល់ចេញបញ្ចេញនៅបច្ចេកទេសចលនារបស់ពួកគេក្នុងការស្វែងរកមិនយូរប៉ុន្មានបន្ទាប់ពីមនុស្សចុងក្រោយបានចាក់ចែងពីបន្ទប់ថ្មពន្លឺខាងវិញ្ញាណបានភ្លឺចេញពីទ្វារហើយវាបានបិទជិតម្ដងទៀតអាកន្លែងតំណឹងច្បាស់ណាស់គឺគេកាត់ចោលហើយដាក់ផ្លែតទៅគឺដឹងតែដល់អាកន្លែងនោះបណ្ដោយណាទន្ទឹមនឹងនោះហានលីបានងើបចេញពីផ្លូវឆ្លងកាត់រួចមកហើយកំពុងតែឈរនៅលើអាកាសនៅលើកំពូលភ្នំតូចមួយដោយស្ទាបទងមើលជំវិញខ្លួនពីចំណុចនិងទិដ្ឋភាពដែលគាត់បានមើលពីលើបច្ចុប្បន្នវាស្ថិតនៅក្នុងជួរភ្នំដ៏ក្រៀមក្រំនិងព្រៃផ្សៃចម្ងាយប្រហែលជា50 គីឡូម៉ែត្រពីក្រោយពួកគេអាចមើលឃើញពន្លឺពណ៌សដ៏ធំល្វឹងល្វើយដែលលើសពីនោះទៀតមានជញ្ជាំងទីក្រុងដ៏ធំទោះបីជាមកពីចម្ងាយមើលពីចម្ងាយយ៉ាងនេះក៏ដោយក៏គ្រប់គ្នានៅតែអាចឃើញពន្លឺខាងវិញ្ញាណដ៏គួរឲ្យភ្ញាក់ផ្អើលដែលភ្លឺចេញពីរនាំងនៅលើជញ្ជាំងទីក្រុងហានលីបានពិនិត្យនៅជញ្ជាំងទីក្រុងអស់រយៈពេលជាយូរដោយមើលទៅមុខរបស់គាត់
តាមដែលគាត់បានដឹងចិញ្ចាំងនៃទីក្រុងឋានសួគ៌ដែលជ្រាលជ្រៅដែលប្រឈមមុខនឹងពិភពលោកបឋមនោះគ្មានច្រកទ្វារទេមនុស្សឬបិសាចណាដែលចង់ចូលទីក្រុងពីខាងនេះត្រូវតែធ្វើដូច្នេះតាមរយៈការបង្កើត teleport ក្នុងទីក្រុងមានន័យថាគាត់ចេញមកឆ្ងាយពីទីក្រុងអញ្ចឹងណាអញ្ចឹងគាត់ងាកទៅក្រោយទៅឃើញពន្លឺនៃការបង្កើតនៅក្នុងទីក្រុងនោះណាហើយគាត់មើលអាចិញ្ចាំងទីក្រុងនេះអត់មានខ្លងទ្វារសម្រាប់ចូលទេអញ្ចឹងក៏មានតែអញ្ចឹងទេបើចង់ចូលក្នុងទីក្រុងត្រូវតែ teleport ចូលអញ្ចឹងណាជាមួយនឹងការរៀបចំនេះការបង្កើតដែលដាក់នៅលើកំពែងទីក្រុងនឹងរារាំងមិនឲ្យមានជាតិសាសន៍បរទេសណាជ្រៀតចូលទីក្រុងបានទេយ៉ាងណាមិញហាន់លីមិនចាប់អារម្មណ៍នឹងរឿងនេះនោះទេហើយនិយាយទៅនៅឆ្ងល់ដែរមិនចាប់អារម្មណ៍ណាអូយឆ្ងល់ដែរណាផ្ទុយទៅវិញគាត់បានបំបែកការចាប់អារម្មណ៍របស់គាត់ទៅទិសផ្សេងនៅទីនោះគាត់ត្រូវបានស្វាគមន៍ដោយការមើលឃើញនៃជួរភ្នំខៀវស្រងាត់ដែលមានទំហំខុសៗគ្នាទិដ្ឋភាពនៃភាពស្ងប់ស្ងាត់និងភាពស្ងប់ស្ងាត់ត្រូវបានបង្ហាញដែលធ្វើឲ្យវាពិបាកនឹងជឿថាកន្លែងនេះស្ថិតនៅក្នុងពិភពលោកឯបឋមយោងទៅតាមផែនទីអ្វីដែលគេហៅថាវិលភក់អណ្ដែនមានចម្ងាយប្រហែលជា5000គីឡូម៉ែត្រពីកន្លែងនេះដោយសារតែដីពិសេសនៅទីនោះអារម្មណ៍ខាងវិញ្ញាណរបស់អ្នកដាំដុះត្រូវបានចុះខ្សោយដែលធ្វើឲ្យវាคล้ายជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកស៊ើបការមកពីហើយកងទ័ពបរទេសដើម្បីស្ទូបទាងមើលទីក្រុងឋានសួគ៌ដ៏ជ្រាលជ្រៅពីចម្ងាយដូច្នេះហើយទីក្រុងឋានសួគ៌ដែលជ្រាលជ្រៅគ្មានជំរឿអ្វីក្រៅពីពង្រាយក្រុមអ្នកដាំដុះដើម្បីដែលល្បាតជាប្រចាំនៅតំបន់នោះទោះជាយ៉ាងណាក៏ដោយអ្នកស៊ើបការទាំងអស់មកពីជាតិសាសន៍បរទេសមានធម៌ពលខ្លាំងហើយជាពិសេសជំនាញក្នុងការលាក់កំបាំងហេតុដូច្នេះហើយមនុស្សជាច្រើនបានធ្លាក់ខ្លួនជាសត្វហើយមរឹកទាំងនេះជាប្រចាំហើយត្រូវបានសម្លាប់នៅក្នុងវាលភក់នេះហើយជាមូលហេតុដែលវាត្រូវបានចាត់ទុកថាជាតំបន់គ្រោះថ្នាក់បំផុតមួយដែលត្រូវបានចាត់តាំងសម្រាប់តួនាទីយាមល្បាតហើយអ្នកដាំដុះទាំងអស់ដែលបំពេញកាតព្វកិច្ចល្បាតបានបួងសួងកុំឲ្យពួកគេត្រូវបានគេរកឃើញនៅកន្លែងដែលត្រូវបណ្ដាសាមួយនេះចុះមួយទោះជាយ៉ាងណាក៏ដោយហាន់លីត្រូវបានគេដាក់ពង្រាយនៅតំបន់នេះដូច្នេះគាត់ត្រូវតែយកចិត្តទុកដាក់បន្ថែមនៅកំឡុងពេលប្រហែលឆ្នាំខាងមុខក្នុងចិត្តនៅពេលនោះគាត់បានក៏លេចមើលទៅក្រុមអ្នកដាំដុះនៅពីក្រោយគាត់ខណៈដែលគាត់ណែនាំថាតោះទៅដូច្នេះក្រុមអ្នកដាំដុះចំនួន11នាក់បានហោះទៅឆ្ងាយដូចជាពន្លឺចម្ងាយត្រឹមតែជាង5000 ហ្វីតពិតជាមិនពិបាកក្នុងការគ្របដណ្ដប់សម្រាប់អ្នកដាំដុះមួយក្រុមនៅឬក៏ខ្ពស់ជាងកម្រិតទី4នោះទេដូច្នេះវាមិនបានចំណាយពេលយូរប៉ុន្មានទេមុនពេលដែលហាន់លីបានឃើញគោលដៅរបស់ពួកគេពីចម្ងាយពន្លឺពណ៌បៃតងដែលច្របូកច្របល់បានលេចចេញក្នុងភ្នែករបស់គាត់ដំបងបន្ទាប់ពីខិតចូលទៅចិត្តហាន់លីបានចាត់ទុកថានេះមិនមែនជាបន្ទាត់ពណ៌បៃតងមួយចំនួនវាជំនួសមកវិញនៅអាប់ដ៏ធំទូលាយកាត់បន្ថយល្បឿនបន្តិចពេលដែលគាត់ត្រឡប់លើកដៃមួយហើយបន្ទះពិសេសមួយបានលេចឡើងទៅលើបាតដៃរបស់គាត់ហាន់លីបានចង្អុលម្រាមដៃមួយទៅបន្ទះនៃការបង្កើតហើយស្រទាត់នៃពន្លឺពណ៌ក្រហមភ្លាមបានភ្លឺឡើងនៅលើផ្ទៃរបស់វានៅពេលនេះអ្នកដាំដុះទាំងអស់នៅពីក្រោយគាត់ក៏បានយកចានរៀងដូចគ្នានឹងធ្វើដូចគ្នាផងដែរចាននៃការបង្កើតទាំងនេះត្រូវបានគេស្គាល់ថាគឺជាចានការពារវិញ្ញាណស្អីគេទៀតហើយជាកំណប់ទ្រព្យដែលត្រូវបានប្រគល់ឲ្យអ្នកដាំដុះទាំងអស់ពីទីក្រុងឋានសួគ៌ដ៏ជ្រាលជ្រៅក្នុងកាតព្វកិច្ចនៅក្នុងការដើរល្បាតអានេះដូចជាស្អីគេនេះអាណាដូចជាត្រីវិស័យណាកំណប់នេះអាចអនុញ្ញាតឲ្យពួកគេរកឃើញវិតាមីនរបស់សត្វមកពីជាតិសាសន៍បរទេសក្នុងចម្ងាយជាក់លាក់មួយអូនឹងរ៉ាដាត្រីវិស័យរ៉ាដាទៀតការកំណត់នៃចាននេះគឺជាអត្តពលនៃការរាវរងរបស់វាអាចអនុវត្តបានចំពោះទិសដៅតែមួយប៉ុណ្ណោះប៉ុន្តែជាមួយនឹងបន្ទះជាច្រើនត្រូវបានកោះហៅក្នុងពេលតែមួយដែលទាំងអស់កំពុងតែផ្ដោតទៅលើទិសដៅផ្សេងគ្នាពួកវាបានបង្ហាញថាមានប្រយោជន៍ណាស់ដូច្នេះហើយហាន់លីនិងក្រុមរបស់គាត់បានកាន់នៅចាននៃការបង្កើតក្នុងដៃរបស់ពួកគេនៅពេលដែលពួកគេបន្ថយល្បឿនហើយចុះទៅក្នុងអាប់យ៉ាងប្រុងប្រយ័ត្នមិនយូរប៉ុន្មានពួកគេក៏បានបាត់ខ្លួនចូលក្នុងអាប់និយាយទៅរឿងនេះវាដូចជាអាប៊ីបអាមិនទេណាវា
សម្រាប់ admin រឿងនេះគឺវាដូចជាវាមិនទាន់មានมันមានអ្វីអស្ចារ្យណាវាសម្រាប់ admin ណាវាមិនទាន់មានអ្វីដែលពុះ control ដែលធ្វើឲ្យវាមើលទៅដូចជាខ្លាំងខ្លាណាដូចជារឿងវាំងលិនវាអត់មានណាវាអត់មានហ្មងណាវាពួកអណ្ដែតនេះគឺស័ក្តិសមសម្រាប់គេឈ្មោះដ៏អាក្រក់របស់វាដោយមិនដឹងមូលហេតុខ្លះនៅពេលដែលពួកគេចូលទៅក្នុងវាលភក់អារម្មណ៍ខាងវិញ្ញាណរបស់ហានលីมันអាចឆ្លងផុនពី300ម៉ែត្រនោះទេมันមាននរណាម្នាក់អាចធ្វើបានច្រើននោះទេដើម្បីការពារខ្លួនអំពីអាបដែលបំភាន់ភ្នែកប៉ុន្តែអ្វីដែលជាបញ្ហាបំផុតនោះគឺដង្កូវដ៏ចម្លែងដែលកំពុងតែលាក់ខ្លួននៅក្នុងដីភក់ដង្កូវទាំងនេះមានអវយវៈនិងដងខ្លួនដូចជាសត្វកណ្ដូបប៉ុន្តែមាត់ស្រួចស្ដាងរាប់មិនអស់តម្រង់ជួររាងកាយរបស់វាដែលមានសមត្ថភាពបញ្ចេញជាតិពុលដែលអាចបំផ្លាញនូវទ្រព្យសម្បត្តិវេទមន្តនិងលេបត្របាក់ពន្លឺការពាររបស់អ្នកដាំដុះអាហ្នឹងយើងដូចជាយើងមើលអាតង្កូវឲ្យខ្មៅដែលមានរូមវិញខ្លួននេះអញ្ចឹងអាតង្កូវនឹងចឹងឯងប្រសិនបើវាតែមួយឬពីរពួកគេមិនចាប់អារម្មណ៍ទេប៉ុន្តែប្រភេទទាំងនេះធ្វើដំណើរជាក្រុមចាប់តាំងពីពួកគេបានចូលទៅក្នុងវាលភក់លបាប់មកដង្កូវរាប់សិបក្បាលនឹងលេចឡើងក្នុងពេលដំណើរគ្នាដែលពួកវាទាំងអស់មានប្រវែងប្រហែលជា3ម៉ែត្រនឹងមានសមត្ថភាពហោះហើរបានផងដែរអញនុយអានឹងនឹកឃើញអាចចូលនៅក្នុងឯសត្វប្រច័ននេះអាភពផែនដីសត្វប្រច័ននៅអញ្ចឹងជាធម្មតារាល់ពេលដែលក្រុមពួកគេត្រូវបានរំខានក្រុមនឹងវាសម្រក់ដើម្បីឆ្លើយតបប្រសិនបើពួកគេមិនត្រូវបានផ្ដល់ភារកិច្ចល្បាតទេពួកគេនឹងហោះហើរលើវាលភក់ដូច្នេះពួកគេមិនចាំបាច់ប្រឈមមុខនឹងដង្កូវដ៏មុតស្រួចនោះទេក្នុងនាមជាក្រុមល្បាតពួកគេត្រូវតែពិនិត្យមើលដាននៃគោលសម្ព័ន្ធបរទេសដែលមិនអាចធ្វើបានប្រសិនបើពួកគេហោះហើរលើអាកាសខ្ពស់ពួកគេអាចនឹងហោះហើរបានតែក្នុងរយៈកម្ពស់ទាបប៉ុណ្ណោះដូច្នេះហើយការវាយប្រហារដង្កូវបានคล้ายជារឿងធម្មតាប៉ុន្តែมันមានអ្វីដែលអាចធ្វើបានដើម្បីការពារពួកគេមានពេលមួយដែលពួកវារំខានពួករំខានពួកដង្កូវដែលច្រើនសន្ធឹកធំដែលបានញុះញង់ដង្កូវជាង400ក្បាលពីវាលភក់ប្រសិនបើវាមិនមែនសម្រាប់នៅពន្លឺដ៏ទេវភាពរបស់ហានលីទេពួកគេនឹងវេលោកក្រុមនោះនឹងធ្វើឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរផ្ទុយទៅវិញពន្លឺបានព្យួរដង្កូវនៅកណ្ដាលអាកាសដែលពួកវាត្រូវបានដុតដោយពន្លឺភ្លើងវិញ្ញាណដំបូងឡើយពួកគេមានការងឿងឆ្ងល់ពីសមត្ថភាពរបស់ហានលីចាប់តាំងពីពួកគេមិនបានឃើញគាត់ប្រើវាពីមុនមកប៉ុន្តែឥឡូវនេះពួកគេមានអារម្មណ៍ស្រួលជាងមុនជាការពិតណាវាលភក់អណ្ដែតមានគ្រោះថ្នាក់ផ្សេងទៀតជាងដង្កូវមានសាន់ក្បាលហើយពណ៌ប្រាក់បុរាណដែលចូលចិត្តលាក់ខ្លួននៅក្នុងព្រៃក្រាស់ពួកវាអាចបំបែកក្បាលរបស់ពួកវាចេញពីរាងកាយរបស់ពួកវានិងបំបែកផ្នែកផ្សេងនៃរាងកាយរបស់ពួកវាដោយចាប់ផ្ដើមការវាយប្រហារផ្សេងគ្នាហានលីរកឃើញថាពួកគេពិបាកនឹងដោះស្រាយជាសំណាងល្អចលនារបស់សត្វមានភាពយឺតយ៉ាវហើយតំបន់នោះពិបាកឆ្លងកាត់ដរាបណាក្រុមហោះហើរចេញពីជួរពួកសត្វដេរឆានមិនអាចដេញតាមពួកគេបាននោះទេដូចនេះពួកវាមិនមានគ្រោះថ្នាក់ដូចជាដង្កូវមុតស្រួចពីមុននោះទេប៉ុន្តែមិនយូរប៉ុន្មានហានលីនិងអ្នកផ្សេងទៀតបានយល់យ៉ាងស៊ីជម្រៅពីមូលហេតុដែលវាលភក់អណ្ដែតត្រូវបានគេហៅថាតំបន់ល្បាតថ្នាក់ទី1ពួកគេត្រូវរក្សាកម្រិតនៃការប្រុងប្រយ័ត្នខ្ពស់ស្ទើរតែគ្រប់ពេលប្រសិនបើពួកគេមិនប្រុងប្រយ័ត្នទេពួកគេអាចត្រូវរងរបួសនៅក្រោមកលៈទេសៈទាំងនេះ2សប្តាហ៍បានកន្លងផុតទៅក្នុងមួយប្រភេទផ្សេងក្រុមបានរក្សាការប្រុងប្រយ័ត្នរបស់ពួកគេប៉ុន្តែពួកគេមិនបានរកឃើញដាននៃគោលសម្ព័ន្ធបរទេសឡើយរហូតដល់ជួយសង្គ្រោះអ្នកដែលនៅក្នុងក្រុមបរិយាកាសតានតឹងនៅក្នុងក្រុមនៅទីបំផុតបានធូរស្រាលថ្ងៃមួយក្រុមអ្នកដាំដុះនៅក្នុងក្រុមកំពុងតែកាន់ចានវិញ្ញាណនៅក្នុងដៃរបស់ពួកគេខណៈដែលកំពុងតែហោះហើរស្ទើរតែពេញមួយថ្ងៃសម្បីតែអ្នកដាំដុះថ្នាក់ខ្ពស់ក៏មិនអាចជួយអ្វីបានដែរពីការដេហន់នៅក្នុងរឿងនេះយ៉ាងណាមិញមនុស្សម្នាក់ត្រូវមានការប្រុងប្រយ័ត្នក្នុងការល្បាតហើយនឹងធ្វើឲ្យនៃភាពតានតឹងក្នុងចិត្តរបស់ពួកគេពេលដែលពួកគេមកដល់មុខស្រះថ្លាមួយដែលមានទទឹង300ម៉ែត្រមានគំនរថ្មតូចមួយនៅមាត់ស្រះដែលមានគុម្ពឫស្សីពណ៌បៃតងមួយជួរដោះចេញពីនោះផងដែរវាជាទិដ្ឋភាពដ៏ស្រស់ស្រាយដែលអ្នកអាចរកឃើញនៅក្នុងផ្ទាំងគំនូរ
វិញ្ញាណរបស់ពួកគេបានភ្ញាក់ឡើងបរោះដែលមានភ្នែកពណ៌បៃតងធំបានបដូរភ្នែកមើលជាមួយនឹងអ្នកដតីហើយគាត់ចូលទៅចិត្តហាន់លីគាត់បាននិយាយដោយការគោរពថារៀមច្បងហានកន្លែងនេះហាក់ដូចជាល្អណាស់ចោយើងសម្រាប់មួយផ្លេតមុនពេលដែលយើងបន្តល្បាតយ៉ាងម៉េចដែរហានលីនិយាយដោយស្ងប់ស្ងាត់ថាមិនអីទេប៉ុន្តែត្រូវប្រុងប្រយ័ត្នជាដំបូងសូមក្រឡេកមើលប្រសិនបើមានអ្វីចម្លែកក្នុងការចាត់តាំងរបស់ពួកគេហានលីកម្រនឹងចេញបញ្ជាហើយស្វាគមន៍សំណើរបស់ក្រុមនេះបានធ្វើឲ្យចម្ងាយរវាងហានលីនិងក្រុមកាន់តែជិតស្និទ្ធដោយមិនដឹងខ្លួនពិតណាស់បរិះភ្នែកពូបៃតននិយាយដោយស្នាមញញឹមបន្ទាប់មកគាត់បានក្រវីទៅអ្នកផ្សេងទៀតនៅពីក្រោយគាត់ភ្លាមបរិះចំណាស់ពីអ្នកនិងស្ត្រីពីអ្នកបានរីករាលដាលយ៉ាងលឿនហើយក្នុងរង្វង់ដោយគ្មានប្រតិកម្មអ្វីអំពីទាំងថ្មបរទេសពួកគេបានចចតនៅលើផ្ទាំងថ្មរាយប៉ាយក្បែរស្រះដោយមានការធូរស្រាលវាទាំងថ្មបរទេសមានន័យថាទាំងថ្មដែលមិនមែននៅក្នុងទឹកដីយើងទេណាពួកគេមិនអាចស្នាក់នៅយូរពេកទេដូច្នេះពួកគេគ្រាន់តែរកកន្លែងស្អាតសម្រាប់ខ្លួនគេសម្រាប់អង្គុយសម្រាប់ក្នុងនាមជាអ្នកដាំដុះកម្រិតទី5និងជាមនុស្សម្នាក់ដែលបានដាំដុះនៅសិល្បៈបង្កើតដ៏អស្ចារ្យអ្នកល្បាតមិនមានភាពតានតឹងច្រើនក្នុងចិត្តរបស់គាត់ទេជាលទ្ធផលគាត់មិនបានចូលរួមជាមួយនឹងពួកគេទេហើយគ្រាន់តែដើរលេងកម្សាន្តជុំវិញស្រះនៅពេលដែលគាត់ក្រឡេកមើលជុំវិញស្រះមិនជ្រៅខ្លាំងទេប៉ុន្តែទឹកថ្លាខ្លាំងនៅខាងក្នុងទឹកមានត្រីពណ៌ប្រាក់ហែលទំហំប៉ុនម្រាមដៃដែលមើលទៅគ្មានគ្រោះថ្នាក់ហានលីងក់ក្បាលពេលដែលឃើញបែបនេះហើយងើបក្បាលឡើងដោយមិនដឹងខ្លួនហើយងាកមើលទៅដើមឫស្សីរាប់សិបដើមខ្យល់មួយចំនួនហាក់ដូចជាកំពុងបក់មកក្បែរនោះប៉ុន្តែពួកគេមិនបានបន្លឺសំឡេងអ្វីច្រើននោះទេដោយបន្ថែមបរិយាកាសស្ងប់ស្ងាត់ក្រុមអ្នកដាំដុះអង្គុយនៅមាត់ទឹកឬក្បែរព្រៃឫស្សីនៅតែមានហានលីងាកមើលផ្ទៃទឹកដូចជាកញ្ចក់ហើយនិយាយរអ៊ូដាក់ខ្លួនឯងមួយផ្លេតភ្នែកគាត់ទួចចង្អៀតមួយផ្លេតគាត់ងាកយឺតហើយលើកជើងដើរសម្ដៅទៅព្រៃឫស្សីប៉ុន្តែក្នុងរំពេចនោះហានលីបានក្រវីម្រាមដៃលាក់នៅក្នុងដៃអាវរបស់គាត់ពន្លឺភ្លើងពណ៌ក្រហមភ្លឺឡើងហើយខ្សែពណ៌ក្រហម10ខ្សែបានលេចនៅក្នុងដីទាំងអស់នេះបានកើតឡើងដោយភាពស្ងប់ស្ងាត់និងគ្មានដាននៅពេលដែលហានលីដើរយឺតទៅកាន់ព្រៃឫស្សីគាត់បានឈប់នៅចំពោះមុខវាហើយសម្លឹងមើលទៅវាដោយភាពស្ងប់ស្ងាត់សកម្មភាពនេះហាក់ដូចជាចម្លែកបន្តិចយុវជនដែលមានត្រកូលយិងនិងស្ត្រីឈ្មោះស៊ូមិនអាចជួយអ្វីបានក្នុងការបើកភ្នែកមើលដោយឃើញសកម្មភាពចម្លែកនេះហើយបានក្រឡេកមើលគ្នាទៅវិញទៅមកទោះជាយ៉ាងណាក៏ដោយហានលីមិនអើពើនឹងពួកគេហើយកាន់ការសម្លឹងរបស់គាត់ភ្លាមខ្លាយជាត្រជាក់គាត់បានបើកមាត់របស់គាត់ពន្លឺពណ៌មាសបានបាញ់ចេញមកកាន់ព្រៃពណ៌បៃតងដូចជាភ្លើងបន្ទោបន្ទាប់មកដោយមានស្នាមប្រេះដើមឫស្សីពណ៌បៃតងមួយត្រូវបានបំបែកជាពាក់កណ្ដាលយុវជនត្រកូលជាងស្រែកទាំងតក់ស្លុតទេពអប្សរស៊ូក៏មើលដោយភ្នែកធំប៉ុន្តែមុនពេលដែលពួកគេអាចដំណើរការអ្វីដែលបានកើតឡើងទិដ្ឋភាពមិនអាចយល់បានមួយបានកើតឡើងប្រភពទាំងពណ៌បៃតងខ្មៅផុសចេញពីដើមឫស្សីដែលពុះចែងក្លិនត្រីមិនគួរឲ្យជឿទៅក្នុងខ្យល់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនោះគឺផែនដីក៏រំកិលមកក្នុងពេលតែមួយសំឡេងក្រហឹមដ៏ឈឺចាំបានអង្រួនដីហើយដើមឫស្សីពណ៌បៃតងក៏ញួរប្រែទៅជាសរសៃដូចជាសក់ក្រាស់ហើយវាយយ៉ាងសាហាវទៅលើហានលីដូចជាប្រសិនបើគាត់អនុញ្ញាតឲ្យការវាយប្រហារដ៏សាមញ្ញបែបនេះវាយមកគាត់បានបាត់ខ្លួនក្នុងភាពមិនច្បាស់ហើយក៏បានលេចឡើងពីលើទឹកដោយមើលទៅនៅក្នុងភាពត្រជាក់នៃសរសៃបានរេរាំដែលវាប្រហារមកគាត់អ្នកដាំដុះដែលសម្រាប់នៅក្បែរនោះមានការភិតភ័យចំពោះការផ្លាស់ប្ដូរភ្លាមៗនេះហើយបានឡើងទៅលើអាកាសទាំងភ័យស្លន់ស្លោពួកគេថែមទាំងបានបញ្ចេញនូវអាវុធមួយចំនួនទៀតដើម្បីវាយលុបនៅសរសៃទាំងនោះនៅពេលដែលពួកគេឃើញថាហានលីកាន់នៅសរសៃមួយចេញពួកគេបានធ្វើសកម្មភាពស្រាលដោយមិនដឹងខ្លួនទោះជាយ៉ាងណាក៏ដោយពួកគេមិននឹកស្មានដល់ទាំងស្រុងថាសរសៃអាចផ្ដល់នៅការប៉ះទង្គិចដូចជាលោហៈចម្លែកនៅពេលដែលបានប៉ះពាល់ដោយងាយទប់ទល់ជាមួយនឹងអាវុធរបស់ពួកគេ
ដោយមានការភ្ញាក់ផ្អើលចំពោះអ្នកដាំដុះផ្សេងទៀតពួកគេក៏គិតនឹងចង់វាយលំនៅពេលដែលថ្មពណ៌ប្រផេះនៅម្ខាងនៃស្រះនោះស្រាប់តែប្រែជាពណ៌ខ្មៅថ្មដែលបែកចាត់ចាយបានបត់ចូលគ្នាបង្កើតបានជាហើយស្រកាពណ៌ខ្មៅទំហំប៉ុនដលាក្បាលពួកវាជាកម្មសិនរបស់សត្វបុរាណដ៏ធំមួយអុញណុយម្ល៉េះចឹងនោះសត្វនេះមានរូបរាងមូលប៉ុន្តែគេមិនអាចមើលឃើញច្រមុះឬក៏មាត់របស់វាបានទេទោះជាយ៉ាងណាក៏ដោយមានសរសៃរោមស្ដើងនៅលើខ្នងរបស់វាដែលមានប្រវែងជាង30ម៉ែត្រវាហាក់ដូចជាវាដេកលាក់ខ្លួនក្បែរស្រះដើមឫស្សីគឺជាការផ្លាស់ប្ដូរសាច់របស់វាដាំដុះហាក់ដូចអ្នកដាំដុះហាក់ដូចជាបានសម្រាកនៅលើផ្ទៃនៃសត្វអង្គុយលើខ្លួនសត្វវាបានប្រើសមត្ថភាពមិនស្គាល់ប្រភេទខ្លះដើម្បីលាក់ខ្លួនមិនត្រឹមតែពីអារម្មណ៍ខាងវិញ្ញាណរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែក៏បានពីបន្ទះហើយវិញ្ញាណរបស់ពួកគេផងដែរវាយប្រហារហានលីបានស្រែកឡើងពីលើអាកាសអ្នកដាំដុះមានអារម្មណ៍ថាបេះដូងរបស់ពួកគេញាប់ញ័រហើយពួកគេបានបញ្ចេញនូវទ្រព្យសម្បត្តិពួកគេភ្លាមអស់មួយរយៈពន្លឺចម្រុះពណ៌បានភ្លឺពេញលើអាកាសហើយបានលេងនឹងលាបត្របាក់សัตว์ដ៏ធំនៅក្នុងចំហដូចជាទឹកហូរធ្លាក់សាន់ពីបារាណមិនមានបំណងរត់ចេញទេផ្ទុយទៅវិញសរសៃនៅលើខ្នងរបស់វាបានរួមយ៉ាងប្រញាប់ប្រញាល់ប្រែទៅជាពន្លឺពណ៌ប្រផេះរេរាងការវាយប្រហារពីលើរាងកាយរបស់វានៅខាងសរសៃនេះនឹងឃើញតែសត្វវិច័ន្ទសត្វវិច័ន្ទនៅពេលដែលសរសៃបានរាងការវាយប្រហារការផ្ទុះដ៏រំជើបរំជួលបានបន្លឺឡើងហើយវាបានរាងយ៉ាងខ្លាំងក្លានៅកំណប់ទ្រាំវេទមន្តមិនថាកំណប់នោះវាលុបដល់ទីណាទេពួកវាត្រូវបានវាយបកដោយសរសៃទាំងនោះការពារការវាយប្រហារណាមួយពីការវាយទៅលើរូបរាងកាយពិតរបស់វាយុវជនដែលមានត្រកួលជាងបានបញ្ចេញភ្នែកដ៏ត្រជាក់ទះដៃចុះគ្នាហើយលើកពួកគេឡើងបាននៃពន្លឺពណ៌ក្រហមនិងលឿងបានលេចចេញនៅក្នុងដៃនីមួយស្រាមតែបញ្ចេញនៅគ្រាប់ភ្លេចបន្ទោទំហំប៉ុនកណ្ដាប់ដៃមកលើមុខរបស់សត្វចំពោះទេពអប្សរស៊ូពន្លឺពណ៌ប្រាក់ត្រជាក់បានភ្លឺចេញពីរាងកាយរបស់នាងហើយបញ្ចេញនៅពន្លឺយ៉ាងប្រៃផ្សៃបង្កើតបានជាភ្លេចបន្ទោដែលមានដុំទឹកកករាប់មិនអស់ភ្លើងភ្លេចបន្ទោពីរប្រភេទហាក់ដូចជារួមបញ្ចូលគ្នានឹងបង្កើតបាននៅសន្ទុះដ៏គួរឲ្យភ្ញាក់ផ្អើលជាលទ្ធផលសម្លេងគោថ្លង់មួយបានបង្កើតឡើងជាភ្លេចបន្ទោដែលបិទបាំងនៅសត្វសាហាវភាគច្រើនពេលដែលអ្នកដទៃឃើញបែបនេះពួកគេមិនអាចញញឹមបានឡើយនៅពេលនោះហានលីមិនទាន់បានចាត់វិធានការទេហើយគ្រាន់តែសង្កេតមើលការវាយប្រហាររបស់អ្នកក្រមបង្គាប់របស់គាត់ប៉ុណ្ណោះសំឡេងស្រមុកញាក់សាច់បានបន្លឺចេញពីទិសដៅនៃភ្លេចបន្ទោខ្យល់បក់បោកពីក្រោមពួកគេភ្លាមខ្យល់បក់បោកយ៉ាងខ្លាំងហើយក៏ក្រោកជារង្វង់ពីរបីដងមុននឹងបក់បោកជាខ្យល់ព្យុះវាបានបំផ្ទុះក្រោមភ្លេចបន្ទោការផ្ទុះជាបន្តបន្ទាប់អាចត្រូវបានលឺនៅក្នុងព្យុះកំបុតត្បូងដែលជាលទ្ធផលទាំងខ្យល់ទាំងព្យុះកំបុតត្បូងនិងអណ្ដាតភ្លើងបានរលាយបាត់យុវជនយិងនិងទេពអប្សរស៊ូទាំងពីរនាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯអ្នកផ្សេងទៀតក៏លេចមុខក្នុងភាពតក់ស្លុតយ៉ាងខ្លាំងផងដែរមនុស្សចម្លែកម្នាក់បានបង្ហាញខ្លួននៅលើខ្នងរបស់សត្វដ៏ធំជននោះមានសាច់ពណ៌បៃតងមានបៃតងលាក់ខ្លួនខ្លះនិងមិនស្គាល់វាគ្មានសម្លៀកបំពាក់ក្បាលទំពេកនិងរន្ធច្រមុះនោះទេប៉ុន្តែភ្នែករបស់វាខ្វះអារម្មណ៍ប៉ុន្តែអ្វីដែលចម្លែកជាងនេះទៅទៀតគឺជើងនៅខាងក្រោមផ្លូវរបស់វាបានបញ្ចូលគ្នាជាមួយនឹងសត្វដ៏ធំសម្បើមហាក់បីដូចជាពួកវាគឺតែមួយអានឹងមានន័យថាដូចហើយខ្លួននឹងវាចេញពីសត្វមកនឹងតែត្រឹមពាក់កណ្ដាលផ្លូវចឹងណាពាក់កណ្ដាលផ្លូវហើយទៅក្រមពាក់កណ្ដាលផ្លូវចឹងណាហើយដល់ពេលអញ្ចឹងអាខាងលើគេផុសចេញមកអញ្ចឹងអាហ្នឹងយើងមើលក្នុងរឿងតែងតែមានចឹងឯងចេញពាក់កណ្ដាលនៅក្នុងខ្លួនសត្វចឹងណាហើយនិយាយទៅអត់មានតែងតែគិតអារឿងនេះមួយអារឿងហើយអ្នកដាំដុះរបស់យើងណាយើងតែឃើញអញ្ចឹងណាអ្នកដាំដុះកម្រិតទី2ទី3អីចឹងទៅណាហើយអ្នកដាំដុះដោយសិនតែតួឯកនៅកម្រិតទី1អញ្ចឹងទៅកម្រិតទី2គេស្លៀកពាក់គឺដូចជាព្រឹត្តិការណ៍ធំអញ្ចឹងណាមែនណាហើយដល់ពេលដល់កម្រិតទី3គេស្លៀកពាក់ដូចជាសម្លៀកបំពាក់ដូចជាអ្នកធំអ្នកអស្ចារ្យអញ្ចឹងណាតែដល់ពេលហើយតួបានឡើងដល់កម្រិតទី3អីហ្នឹង
នេះថាសម្លៀកបំពាក់អ្នកដាំដុះដែលទៅជាមួយគ្នាហ្នឹងគឺចេះដូចតែធម្មតាដូចជាគ្មានអីដូចជាហុំហៀកអីណាអីអត់មានទេបើយើងតែងគិតថាអ្នកដាំដុះកម្រិតណែបុព្វបរោះចាកម្រិតបុព្វបរោះគេស្លៀកពាក់មើលទៅដូចជាព្រឹត្តិការណ៍ធំអីមួយចឹងណារូបរាងគេដូចជាសម្លៀកបំពាក់គេស្អាតតែដល់ពេលហើយសេវយានឡើងកម្រិតណែដល់កម្រិតទេវតាប្រយុទ្ធហើយណាអ្នកដែលទៅជាមួយនឹងគឺសម្លៀកបំពាក់ដូចជាកងទ័ពធម្មតាចឹងណាដូចអ្នកដាំដុះដូចមនុស្សធម្មតាចឹងណាវាដូចជាគ្មានដូចជាព្រឹត្តិការណ៍អីមួយសោះណាអត់មានឆ្ងល់កន្លែងហ្នឹងតាសត្វសាហាវសម្រាប់វាឲ្យលឿនយើងនឹងមិនអនុញ្ញាតឲ្យវាចូលរួមជាមួយនឹងសត្វដេរឆាននេះទេពេលដែលឃើញមនុស្សចម្លែកនោះហើយពោជាចាតាមកបានស្រែកទាំងភ័យខ្លាចពេលដែលអ្នកទៀតបានលឺដូច្នេះពួកគេរន្ធត់ចិត្តដោយមិនគិនអ្វីផ្សេងពួកគេបានបញ្ចេញនៅកំណប់ទ្រាំបុរាណជាជួរនៃពន្លឺមួយសន្ទុះក្រោយមកសត្វដេរឆាននិងសត្វបុរាណត្រូវបានវាយលុបដោយការវាយប្រហារទាំងនោះហានលីឃើញថាអ្នកក្រុមបង្គាប់របស់គាត់ពិតជាខ្លាចគោលសម្ព័ន្ធបរទេសនេះចំពោះភាពច្របូកច្របល់របស់អ្នកដាំដុះនៅក្នុងក្រុមហានលីនៅតែមិនចាត់ប្រធានការនៅពេលដែលសាន់កំពុងតែឈានទៅដល់ការផ្លាស់ប្ដូរគាត់បានបន្តអណ្ដែតនៅលើអាកាសដោយដៃរបស់គាត់នៅពីក្រោយខ្នងទុកឲ្យពួកគេប្រយុទ្ធទាំងស្រុងឲ្យចូលមើលមកទៅចុងនោះ